សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកស្គាល់អំពី Active Directory ដែលជាឧបករណ៍សំខាន់មួយសម្រាប់គ្រប់គ្រងនៅ user, computer និង security policy នៅក្នុង network របស់ស្ថាប័នឬក្រុមហ៊ុនអីចឹងទៅនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីជំហានចាប់ផ្ដើមរហូតដល់ការដំឡើងនិងរៀបចំ Active Directory Domain Service នៅលើ Windows Server អញ្ចឹងកុំឲ្យខាត់ពេលយូរតោះចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងជំហានទី1យើងចូលទៅកាន់ VMware យើងហើយយើង start Windows Server យើងមកបន្ទាប់មកកន្លែងនេះយើង press Ctrl Alt Delete មកបន្ទាប់មកយើងវាយ password យើងបញ្ចូលមកហើយនៅត្រង់ចំណុចនេះយើងចាំ Server Manager យើង load មកសិនអូខេនៅពេលដែលវា load មកហើយអូខេកន្លែងនេះខ្ញុំខ្វែងចោលសិនជំហានបន្ទាប់គឺយើង click ទៅលើ add roles and feature មកដើម្បីបង្កើតនៅ Active Directory ហើយកន្លែងនេះគឺយើង click next បន្ទាប់មកយើង click next ទៀតមកហើយកន្លែងនេះយើង click nextកន្លែងនេះគឺយើងត្រូវការ add នៅ feature មួយដែលមានឈ្មោះថា Active Directory Domain Service អញ្ចឹងសួរថាតើ Active Directory Domain Service គឺជាអ្វីឈ្មោះកាត់ពវា ADDS អញ្ចឹងវាគឺជា service នៅលើ Windows Server ដែលអនុញ្ញាតឲ្យយើងនឹងគ្រប់គ្រងនៅ user computer និង security policy នឹងឯងនៅក្នុង network អញ្ចឹងវាជា service សំខាន់សម្រាប់បង្កើត domain និង domain controller ដើម្បីគ្រប់គ្រងការផ្ដល់សិទ្ធិចូលប្រើប្រាស់ទៅកាន់ user និង computer នៅក្នុង network ហើយបន្ទាប់មកយើងចុច add feature មកបន្ទាប់មកយើង click ពាក្យ next ហើយ next ទៀតចូលដល់កន្លែងនេះយើង click ទៅលើប៊ូតុង install អញ្ចឹងយើងធ្វើការរងចាំបន្តិចមកអូខេនៅពេលនេះវា install success ហើយអញ្ចឹងយើង click ទៅលើប៊ូតុង close បន្ទាប់មកយើងកលេចទៅមើលខាងលើយើងនឹងឃើញ icon warning មួយវានឹង show ពាក្យថា promote this server to a domain controller អញ្ចឹងយើង click លើនឹងមួយមកអញ្ចឹងយើងចូលមកកាន់កន្លែង deployment configuration អញ្ចឹងដោយសារយើងអត់ទាន់មាន forest ទេអញ្ចឹងយើង check ទៅលើប៊ូតុង add a new forest ហើយនៅត្រង់ root domain name គឺខ្ញុំវាយបញ្ចូលឈ្មោះខ្ញុំ .local .local អញ្ចឹងហេតុអីបើខ្ញុំប្រើ .local នៅកន្ទុយខាងក្រោយយើងប្រើ .local ដើម្បីបញ្ជាក់ថា domain នេះប្រើសម្រាប់ network local network មិនមែនសម្រាប់ដូចជាប្រភេទ public website អីចឹងទេតែយើងទៅទិញ domain name ពី Namecheap GoDaddy អីចឹងទៅដូចឈ្មោះខ្ញុំបានពេញអញ្ចឹងបញ្ញា .local អញ្ចឹងយើងប្រើវាសម្រាប់ local network នៅក្នុង Windows Server របស់យើងហើយនៅមានចំណុចមួយទៀតហើយសួរថាតើ forest គឺជាអ្វីនៅក្នុង Active Directory និយាយរួមទៅ forest គឺជារចនាសម្ព័ន្ធកម្រិតខ្ពស់បំផុតរបស់ Active Directory ដែលអាចផ្ទុក domain មួយឬច្រើននិងអនុញ្ញាតឲ្យ domain ទាំងអស់មានទំនាក់ទំនងនិង share resource ជាមួយគ្នាអញ្ចឹងបន្ទាប់ពីយើងយល់ពីចំណុចហ្នឹងហើយអញ្ចឹងយើង click ប៊ូតុង next មកហើយចូលមកដល់កន្លែងនេះយើងនឹងឃើញពាក្យថា forest functional level និង domain functional level អញ្ចឹងនៅក្នុងនោះវាឲ្យយើង select នៅឆ្នាំអញ្ចឹងចំពោះកន្លែងឆ្នាំហ្នឹងយើងឧទាហរណ៍ក្រុមហ៊ុនមួយមានកុំព្យូទ័រចាស់និងកុំព្យូទ័រថ្មីអញ្ចឹងចំពោះកុំព្យូទ័រចាស់ប្រើនៅ Windows Server 2016តែកុំព្យូទ័រថ្មីយើងប្រើ Windows Server 2022អញ្ចឹងយើងត្រូវតែទៅកំណត់នៅ functional level ដើម្បីឲ្យ Active Directory យើងអាចដំណើរការជាមួយ server ដែលមាន version ខុសគ្នាបានអញ្ចឹងជំហានបន្ទាប់គឺយើងទៅ create password អញ្ចឹងយើងវាយ password មកបន្ទាប់មកយើង confirm password របស់យើងហើយ click ប៊ូតុង next ហើយកន្លែងនេះគឺវាអត់ឲ្យយើង check ទៅលើ DNS ទេអញ្ចឹងយើង click មកកាន់ additional option មកអញ្ចឹងកន្លែងហ្នឹងយើងចាំវា loading តិចមកឲ្យវា load នៅ NetBIOS domain name របស់យើងនេះបន្ទាប់មកវានឹងចេញឈ្មោះយើងបញ្ញាដែលយើងបាន search នៅមុខ .local នឹងឯងអញ្ចឹងកន្លែងហ្នឹងយើងមិនបាច់ចាំ change វាទេគឺយើង click next យកតែម្ដងទៅ
បន្ទាប់មកយើងចូលមកកាន់ path កន្លែងនេះគឺជាកន្លែងដែលវាបង្ហាញនៅ location ដែល store នៅ Active Directory Domain Service ដែលវាមានបង្ហាញ location ថាវានឹងទៅ store នៅណាអញ្ចឹងទៅអូខេកន្លែងហ្នឹងអញ្ចឹងយើង keep default មកអញ្ចឹងយើង click ប៊ូតុង next ហើយកន្លែងនេះគឺយើង click next ទៀតមកអញ្ចឹងចូលមកដល់កន្លែងនេះគឺវា load នៅ warning អញ្ចឹងកន្លែង warning ហ្នឹងយើងអាច ignore វាបានយើងអាចរំលងយើង click ប៊ូតុង install មកអញ្ចឹងយើងចាំវា install មកកន្លែងហ្នឹងនៅពេលដែលវា install success ហើយវានឹងrestart Windows Server របស់យើងកន្លែងហ្នឹងអូខេវា load ផ្ទាំងបែបនេះអញ្ចឹងយើងចុចពាក្យថាប៊ូតុង close មកអញ្ចឹងដល់ពេលយើងចុចប៊ូតុង close វានឹង restart Windows Server របស់យើងអញ្ចឹងជំហានបន្ទាប់យើងរងចាំវា restart សិនមកអូខេអញ្ចឹងមកដល់ជំហាននេះនៅពេល restart ហើយអញ្ចឹងយើង press Control Alt insert មកអញ្ចឹងយើងចូលវាយ password យើងបញ្ចូលមកអូខេចូលមកដល់កន្លែងនេះគឺយើងគ្រាន់តែមើលទៅខាងក្រោមទៅយើងឃើញ icon window អញ្ចឹងយើង click លើហ្នឹងមកវានឹងបង្ហាញ icon file នៅមុខហើយវាដាក់ឈ្មោះថា Windows Administrative Tools អញ្ចឹងយើង click លើវាមកឲ្យវា drop down អញ្ចឹងនៅពេលដែលយើង click ទៅលើវាហើយវានឹង drop down យើងនឹងឃើញពាក្យថា Active Directory Domains and Trust អញ្ចឹងយើង click លើពាក្យហ្នឹងមកអូខេអញ្ចឹងវានឹង load ផ្ទាំងបែបនេះអញ្ចឹងយើង mouse ស្ដាំមកហើយយើង click ទៅលើពាក្យ manage ដល់មកយើងនឹងឃើញឈ្មោះរបស់យើងឈ្មោះ domain ដែលយើងបាន search .local ហ្នឹងអញ្ចឹងយើងឃើញមាន user អញ្ចឹងយើងអាច mouse ស្ដាំទៅលើ user ហ្នឹងហើយយើងឃើញពាក្យថា new ហើយបន្ទាប់មកយើងនឹងឃើញមានថា computer contact group printer user អញ្ចឹងយើងអាចបង្កើត user printer អីនៅក្នុងនឹងបានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះពីដើមដល់ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់អំពី Active Directory Domain Service. So see you again in the next video. Thank you and goodbye.